ឥឡូវយើងមកមើលទ្វារជាក់ស្ដែងបន្ទាប់ពីយើងតម្លើងហើយអញ្ចឹងយើងឃើញថាប្រភេទទ្វាររបស់យើងវាបើកលឿនជាងទ្វាររមូរដៃធម្មតាអញ្ចឹងធ្វើឲ្យគាត់ចំណេញពេលវេលានៅក្នុងការប្រើប្រាស់ហើយមួយទៀតវាមាំវាស្អាតសមជាមួយនឹងទីតាំងរបស់គាត់តែម្ដងបាទជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះក្រុមការងារកវ៉ាន់ PVC កថាបានមកធ្វើការតម្លើងទ្វាររអិលឡើងលើដែលយើងហៅថា overhead door សម្រាប់ទីតាំងវិឡាមួយកន្លែងនៅសង្កាត់ព្រែកប្រានៅរាជធានីភ្នំពេញហើយទីតាំងនេះគាត់ប្រើប្រាស់សម្រាប់ទីតាំងក្រាស់ឡានរបស់គាត់អញ្ចឹងនេះផ្ទះគាត់នៅខាងលើហើយនេះទីតាំងក្រាស់ឡានរបស់គាត់នៅខាងក្រោមអាចមកមើលបានអញ្ចឹងដោយសារទីតាំងរបស់គាត់ហ្នឹង basement របស់គាត់ហ្នឹងកម្ពស់រៀងទាបគាត់ត្រូវតម្លាក់ space ធ្នឹមចុះមកខាងក្រោមទៀតអញ្ចឹងកម្ពស់វា limit មែនតើសម្រាប់ក្នុងការតម្លើងទ្វារហើយគាត់អត់ចង់បានជាប្រភេទទ្វារលមូដៃធម្មតាទេអញ្ចឹងគាត់ឲ្យយើងសិក្សាពីប្រភេទ overhead door សម្រាប់ទីតាំងនេះអញ្ចឹងកម្ពស់ដែលគាត់កំណត់ឲ្យយើងធ្វើម៉េចកុំឲ្យធ្លាក់មកទាបជាងធ្នឹមរបស់គាត់ដើម្បីកុំឲ្យពេលដែលឡានគាត់ចរាចរចុះឡើងមកវាប៉ះទាំងកម្ពស់ឡានគាត់ហើយអញ្ចឹងគាត់អនុញ្ញាតឲ្យធ្វើម៉េចស្លឹកទ្វារអាចធ្លាក់មកពីលើយ៉ាងច្រើនបានមកទឹកឯក្រោមទៀតជាងធ្នឹមរបស់គាត់អញ្ចឹងក្រោយពីសិក្សាបច្ចេកទេសជាមួយគាត់មួយរយៈមកអញ្ចឹងយើងបានសម្រេចចិត្តប្រើជាប្រភេទ overhead door ដែលទ្វារល្អឡើងលើទៅលើទាំងអស់ហើយកម្ពស់ធ្វើម៉េចកំណត់ត្រូវតាមតម្រូវការរបស់គាត់ឥឡូវយើងមកមើលទ្វារជាក់ស្ដែងបន្ទាប់ពីយើងតម្លើងហើយអញ្ចឹងយើងឃើញថាប្រភេទទ្វាររបស់យើងវាបើកលឿនជាងទ្វាររមូរដៃធម្មតាអញ្ចឹងធ្វើឲ្យគាត់ចំណេញពេលវេលានៅក្នុងការប្រើប្រាស់ហើយមួយទៀតវាមាំវាស្អាតសមជាមួយនឹងទីតាំងរបស់គាត់តែម្ដងចូលមកក្នុងទៀតអញ្ចឹងដូចស្អីដែលខ្ញុំនិយាយមកអញ្ចឹងគឺកម្ពស់ទ្វារត្រូវធ្វើម៉េចបើកឲ្យដល់ធ្នឹមរបស់គាត់ហ្នឹងយ៉ាងច្រើនទាបជាងរបស់គាត់តែមកទឹកឯងបាទគាត់អាចទទួលយកបានជាមួយកម្ពស់ឡានរបស់គាត់អញ្ចឹងឥឡូវក្រុមការងារបានរៀបចំតម្លើងហើយទីតាំងស្លឹកទ្វារចុងក្រោយគឺគៀកជាមួយនឹងកម្ពស់ធ្នឹមហ្មងអញ្ចឹងមានន័យថាយើងអត់បានធ្វើឲ្យខូច clear high opening របស់ទ្វារទេអញ្ចឹងទីតាំងនេះគឺនៅប្រើប្រាស់បានធម្មតាហើយផលលំបាកមួយទៀតនៅទីតាំងកន្លែងនេះដោយសារវាចង្អៀតឃើញហ្នឹងយើងមានធ្នឹម4ជ្រុងទាំងសងខាងអញ្ចឹងធ្នឹមទាំង4ជ្រុងទាំងសងខាងអញ្ចឹងទីតាំងដែលយើងធ្វើគឺមានតែមកប្រឡោះធ្នឹមហ្នឹងទេប្រឡោះធ្នឹមរបស់ប្លង់សេហ្នឹងហើយកម្ពស់ខាងលើត្រឹមតែកម្ពស់ធ្នឹមហ្នឹងដែលយើងអាចធ្លាក់ទាបជាងហ្នឹងដែលធ្វើឲ្យប៉ះពាល់នឹងការប្រើប្រាស់របស់គាត់អញ្ចឹងអូខេក្រោយពីតម្លើងរួចរាល់បានន័យថាជាមួយទំហំតតឹងប៉ុណ្ណឹងប្រឡោះទ្វារប្រឡោះធ្នឹមខាងលើប៉ុណ្ណឹងយើងអាចប្រើបានជាមួយប្រភេទ overhead door របស់យើងដែលធ្វើឲ្យបាត់កម្ពស់ប្រើប្រាស់របស់ភ្ញៀវទេអញ្ចឹងបើសិនជាសម្រាប់បងប្អូនដែលមានការ៉ាស់ឡានផ្សេងដែលមានកម្ពស់ទាបបានន័យថាវា limit អំពី clear high សម្រាប់ទីតាំងប្រើប្រាស់អាចតាក់ទងមកក្រុមការងារយើងបានដើម្បីប្រឹក្សាប្រភេទទ្វារជូនយើងនឹងសិក្សាលម្អិតអំពីកម្ពស់ប្រើប្រាស់ដែលយើងត្រូវការបោះទ្វារប្រៀបធៀបទៅជាមួយនឹងទីតាំងរបស់បងប្អូនថាវាអាចប្រើប្រាស់បានអត់អញ្ចឹងអាចតាក់ទងមកក្រុមការងារកវ៉ាន់ PVC កថាបានសម្រាប់ទ្វារប្រភេទនេះហើយទ្វារនេះមើលទៅវាមាំល្អមែនទែនសម្រាប់ការ៉ាស់ឡានហើយសម្រាប់សម្ព័ន្ធភាពក៏វាស្អាតជាងទ្វាររមូរដៃផ្សេងដែរអញ្ចឹងមកចង់បានកុំភ្លេចតាក់ទងមកក្រុមការងារកវ៉ាន់ PVC កថានេះបាទសូមអរគុណ